จับខ្លួនបានហើយខ្មាន់កំភ្លើងដែលប៉ុនប៉ងបាញ់ប្រហារលោកត្រាំនៅសេតវិមាននៅក្នុងហេតុការណ៍ដ៏រន្ធត់ដែលបានកើតឡើងកណ្ដាលទីក្រុង Washington យប់មិញនេះចំណុចដែលមជ្ឈដ្ឋានទូតកំពុងយកចិត្តទុកដាក់បំផុតនោះគឺការចាប់ខ្លួនជនបង្កហេតុភ្លាមបន្ទាប់ពីស្នូកំភ្លើងបានផ្ទុះបន្លឺឡើងនៅក្នុងកម្មវិធីជប់លៀងដ៏ធំរបស់សេតវិមានកងកម្លាំងចម្រុះនិងភ្នាក់ងារសម្ងាត់អាមេរិកបានបើកប្រតិបត្តិការយ៉ាងក្តៅគគុករហូតឈានដល់ការកាត់ខ្លួនជនសង្ស័យម្នាក់យកមកសួរចម្លើយនិងស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមត្ថកិច្ចជាស្ថាពរតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអាណាតូលូនាថ្ងៃទី26 ខែមេសា 2026 ប្រធានាធិបតីលោកដូណាល់ត្រាំបានផ្ញើសារទៅកាន់សាធារណជនថាខ្មាន់កំភ្លើងត្រូវបានចាប់ខ្លួនហើយបន្ទាប់ពីបង្កហានិភ័យដល់អ្នកចូលរួមជាច្រើនអ្នកលោកបានសង្កត់ធ្ងន់ថានេះគឺជាជោគជ័យនៃកិច្ចការយ៉ាងម៉ត់ចត់របស់ក្រមសន្តិសុខដែលបានឆ្លើយតបទៅនឹងគ្រោះថ្នាក់នេះដោយភាពក្លាហានបំផុតបច្ចុប្បន្នជនសង្ស័យរូបនេះកំពុងស្ថិតនៅក្នុងកណ្ដាប់ដៃសមត្ថកិច្ចដើម្បីធ្វើការស៊ើបអង្កេតបន្តលើមូលហេតុនិងសវតានៃការបាញ់ប្រហារនេះទោះបីជាជនសង្ស័យត្រូវបានចាប់ខ្លួនក៏ពិតមែនប៉ុន្តែខាងភ្នាក់ងារសម្ងាត់នៅមិនទាន់បញ្ចេញព័ត៌មានលម្អិតអំពីអត្តសញ្ញាណរបស់បុគ្គលនោះនៅឡើយតែខណៈដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់កម្លាំងសមត្ថកិច្ចកំពុងធ្វើការយ៉ាងម៉ត់ចត់បំផុតដើម្បីវិតម្លៃស្ថានភាពជុំវិញកន្លែងកើតហេតុនិងពិនិត្យមើលថាតើមានអ្នករងរបួសកម្រិតណានៅក្នុងហេតុការណ៍ដ៏គួរឲ្យតក់ស្លុតមួយនេះការចាប់ខ្លួនជនសង្ស័យបានយ៉ាងឆាប់រហ័សបែបនេះបានជួយសម្រាលដល់ការផិតភ័យរបស់ប្រជាពលរដ្ឋបានមួយកម្រិតធំខណៈដែលអាជ្ញាធរបន្តនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹងបំ